ចាសសូមជម្រាបសួរប្រិយមិត្តជាទីមេត្រីចាសថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តមកយល់ដឹងអំពីទីតាំងមួយកន្លែងដែលគេល្បីថាស័ក្តិសិទ្ធិគឺមានឈ្មោះថាថ្មអណ្ដែតដែលជាទីកន្លែងដ៏ស័ក្តិសិទ្ធិមួយស្ថិតនៅព្រែកអណ្ដូងទឹកស្រុកបូទុមសាគរខេត្តកោះកុងថ្មអណ្ដែតទឹកជាទីកន្លែងដ៏ស័ក្តិសិទ្ធិមួយសម្រាប់ការបន់ស្រន់របស់អ្នកស្រុកភូមិអូអណ្ដូងទឹកដែលកម្រមានអ្នកស្គាល់និងទៅដល់ដើម្បីទៅដល់ទីកន្លែងថ្មអណ្ដែតនោះយើងត្រូវធ្វើដំណើរដោយជិះទូករៀងយូរបន្តិចដែរថ្មអណ្ដែតនេះមានទម្រង់ដូចជាសំពៅមួយដែលស្ថិតនៅកណ្ដាលសាគរនៅពេលទៅដល់ទីនោះយើងនឹងឃើញមានអាស្រមលោកតាឥសីមួយនៅលើថ្មអណ្ដែតនោះនាកណ្ដាលដងស្ទឹងទឹកថ្លាឆ្វេងពេលបងប្អូនមកដល់ខេត្តកោះកុងហើយមកដល់ត្រង់កន្លែងគុលស្ពានព្រែកអណ្ដូងទឹកប្រិយមិត្តអាចសួរព័ត៌មានពីអ្នកស្រុកដែលនៅទីនោះហើយប្រាប់ពួកគាត់ថាយើងចង់ទៅកន្លែងថ្មអណ្ដែតនោះអ្នកភូមិនឹងមានទូកជូនបងប្អូនប្រិយមិត្តទៅទីនោះក្នុងតម្លៃជាទូទៅ$20ឬ$80,000រៀលថ្មអណ្ដែតជាទីតាំងស័ក្តិសិទ្ធិបំផុតនៅទីនោះតាមដែលគេចាំបានកាលសម័យអាណានិគមបារាំងគ្មានអ្នកណាឆ្លងដងព្រែកនិងជាពិសេសថ្មអណ្ដែតនេះបាននោះទេព្រោះតែឥទ្ធិពលបារមីថ្មអណ្ដែតឃុំគ្រងការពារដែនដីនេះមកពីហេតុអ្វីបានជាគេហៅថាថ្មអណ្ដែតដោយដុំថ្មមួយដុំអណ្ដែតមិនរសាត់ទៅណានោះទេលក្ខណៈសំកាំងខ្លួននៅលើផ្ទៃទឹករីឯខាងក្រោមជាអណ្ដូងទឹកដ៏ជ្រៅរាប់សិបម៉ែត្រជាជំនឿរបស់ប្រជាពលរដ្ឋពួកគាត់អាចបែរបន់អ្វីតែងតែសម្រេចដោយការប្រាថ្នាប្រសិនបើយើងមានចិត្តបរិសុទ្ធគោរពទៅតាមសច្ចៈចំពោះបារមីថ្មអណ្ដែតនេះអាស្រមនេះបានកសាងឡើងនៅឆ្នាំ1993គឺក្នុងសម័យអ៊ុនតាក់ទីនេះគឺស័ក្តិសិទ្ធិណាស់បើអ្នកឆ្លងកាត់មិនធ្វើការសែនសំណែនទេនឹងធ្វើឲ្យអ្នកតាខឹងសម្បាជាមិនខានជំនឿនេះមានរហូតមកដល់សព្វថ្ងៃនេះចាប្រិយមិត្តជាទីមេត្រីការរៀបរាប់ប្រវត្តិខ្លះៗតាក់ទងទៅនឹងថ្មអណ្ដែតដែលស្ថិតនៅក្នុងខេត្តកោះកុងក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណប្រិយមិត្តដែលចំណាយពេលវេលាទស្សនាវីដេអូរបស់នាងខ្ញុំសូមប្រិយមិត្តជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាស់ដើម្បីទទួលបាននៅវីដេអូចំណេះដឹងជាបន្តបន្ទាប់ទៀតចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា